បាទជំរាបសួរប្រិយមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅពាក្យបច្ចេកទេសមួយដែលមានឈ្មោះថាវិបត្តិអង់គ្លេស consequence អញ្ចឹងខ្ញុំជូនមុននឹងនេះខ្ញុំផ្ដល់ជូនជានិយមន័យនៅក្នុងសតិនុក្រមបច្ចេកសព្ទដើមស្រីបានជាវទៅណាឬក៏មិនទាន់បានជាវអញ្ជើញទៅជាវនៅបណ្ណាគារ PVC មានបាទហើយនៅបណ្ណាគារអង្គរបច្ចុប្បន្ននេះមានហើយទីទៀតយើងមានសិភៅ24ចំណងជើងសរុបហើយជួយអានទៅរកឃើញមានឈ្មោះខ្ញុំថោងស៊ីនបាទជាភាសាខ្មែរភាសាអង់គ្លេសសរសេរស៊ីមថោង SIM TAONG បាទមានឈ្មោះខ្ញុំនិពន្ធជាមួយ AI ផ្ទាល់ជាភាសាអង់គ្លេសបាទហើយអង្ស័យមកក្នុងទំព័រ344នេះ344សរសេរថាវិបត្តិលទ្ធផលឬទំនាក់ទំនងនិងហេតុនិងផលដែលកើតចេញពីស្ថានភាពណាមួយស្ថានភាពណាមួយពីការសម្រេចចិត្តឬការប្រព្រឹត្តរបស់មនុស្សណាម្នាក់ឬក្រុមណាមួយវិស័យនៃ consequence អញ្ចឹងអស្រីបាននឹងអស្រីអាចថានេះជានិយមន័យរបស់ខ្ញុំបង្កើតបន្ថែមថ្មីវិបត្តិលទ្ធផលឬទំនាក់ទំនងហេតុនិងផលណាដែលបានកើតចេញមកពីស្ថានភាពណាមួយឬការសម្រេចចិត្តរបស់នីតិបុគ្គលណាមួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់នីតិបុគ្គលឬរូបបុគ្គលណាម្នាក់តើផលវិបាកនឹងមានការយ៉ាងម៉េចឧទាហរណ៍នៅពេលដែលសកម្មភាពរដ្ឋបាលក៏ដោយសកម្មភាពរបស់បុគ្គលណាមួយក៏ដោយបុគ្គលសាធារណៈក៏ដោយបុគ្គលឯកជនក៏ដោយដែលធ្វើសកម្មភាពទៅបំពានលើសិទ្ធិស្របច្បាប់របស់អ្នកដទៃអាចធ្វើការបដិងទៅណានឹងទៅតុលាការបាទទៅតុលាការដើម្បីអី